S5 300អេមកសេវាកម្មខែតមបន្ទាប់ពីភ្ញៀវគាត់យកទៅប្រើប្រាស់ហើយទៅយើងមានក្រុមមួយសម្រាប់តាមដានឡានភ្ញៀវបងអានេះចុច STD តើនិយាយទៅជុំគ្រប់រូបតែតែមានក្រុមមួយនៅក្នុងនោះមានទាំងអស់ទៅវិញតែគឺមានអស់ S300 នេះស្អាតមែនតើបងកាមេរ៉ាមើលក្រោយជាមួយនឹងរថយន្តប៉និតមែនតើហ្មងស្បែកពូកស្អាតមែនតើហើយនេះជាប្រភេទ VVIP 4កៅអីខាងជាងយើងកំពុង check up គាត់យកមក service maintenance អញ្ចឹងបងទិញឡានថ្លៃយើងត្រូវការមាន maintenance ច្បាស់លាស់ជាមួយនឹងរថយន្តអគ្គិសនីអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងរថយន្តអគ្គិសនី S800 តម្លៃ20,000ជាងឯអានេះហ្នឹងបងប្អូនអរគុណច្រើន